សូមជម្រាបសួរបងបង CV របស់ខ្ញុំចាចាអរគុណបងជាបងសុំណែនាំគ្រប់របស់បងសិនណាអូខេបងផ្ទាល់បងឆ្នាំទីមូលិកាបងជា Numericon នៅក្រុមហ៊ុន MK Co Ltd ហើយខាងនេះគាត់ជាសំស័យគាត់កាន់ផ្នែកខាង Sales Management ហើយខាងនោះគាត់ធ្វើការវិនិយោគកាន់ផ្នែក Account Management អូខេឥឡូវសូមជួយបងណែនាំខ្លួនចឹងខ្ញុំសូមជម្រាបសួរពួកបងទាំង3ម្ដងទៀតនាងខ្ញុំឈ្មោះផនសុផានីបច្ចុប្បន្នខ្ញុំរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida ជំនាញគណនេយ្យឆ្នាំទី3ចំពោះការងារគឺខ្ញុំធ្លាប់បានចុះកម្មសិក្សានៅក្នុងធនាគារ AC Lida នៅក្នុងផ្នែកការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងធនាគារហើយអូនអាចប្រាប់បានទេថាហេតុអីបានជំរុញឲ្យអូនចង់មកធ្វើការនៅនេះដែរចាបងចំពោះមូលហេតុគឺដោយសារតែខ្ញុំបានឃើញថានៅក្នុងក្រុមហ៊ុនរបស់បងគឺមានការអភិវឌ្ឍខ្ពស់និងមានគោលដៅច្បាស់លាស់ហើយមួយទៀតគឺបានផ្ដល់ឱកាសសម្រាប់បុគ្គលិកដើម្បីអភិវឌ្ឍនិងសិក្សានិងអនុវត្តនៅជំនាញថ្មីជាពិសេសគឺនៅទីនេះគឺសមស្របនឹងជំនាញដែលបងអូនកំពុងសិក្សាហើយនឹងនេះគឺជាគោលដៅអនាគតរបស់បងអូនដើម្បីធ្វើការក្នុងជំនាញហ្នឹងសម្រាប់បងមានសំណួរចាសំណួរហ្នឹងបងចង់សួរថាអីទៅគឺជាគណនេយ្យចាបងអរគុណសម្រាប់សំណួរគណនេយ្យគឺជាដំណើរការមួយក្នុងការកត់ត្រានិងចាត់ថ្នាក់សង្ខេបនិងបកស្រាយប្រតិបត្តិការហិរញ្ញវត្ថុដើម្បីផ្ដល់ការសម្រេចចិត្តអូនអាចនិយាយពីសម័យកាលគណនេយ្យបានណាចាបងសម័យកាលគណនេយ្យគឺ asset ស្មើ liability បូក equity គឺសម្រាប់របាយការណ៍ចំណូលគឺជាអីចាបងរបាយការណ៍ចំណូលគឺជារបាយការណ៍មួយដែលបង្ហាញពីលទ្ធផលប្រាក់ចំណូលការចំណាយនិងប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងការបរិច្ឆេទច្បាស់លាស់ជាក់លាក់ណាមួយចាចាំអូនអាចរៀបរាប់បានទេពីចំណុចខ្លាំងនៃចំណុចខ្សោយរបស់អូនចាបងចំណុចខ្លាំងរបស់ខ្ញុំទី1គឺខ្ញុំអាចសម្របខ្លួនទៅតាមកលៈទេសៈនិងអាចបត់បែនបាននៅកន្លែងថ្មីចំណុចមួយទៀតគឺបងអូនអាចដោះស្រាយបញ្ហាបានលឿនហើយនឹងអាចមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួននិងមានភាពសកម្មនៅក្នុងការងារហើយនឹងមានភាពអត់ធ្មត់ខ្ពស់ហើយបងអូនអាចមានអីចង់សួរខាងបងវិញទេចាបងគឺបងអូនមានមួយសំណួរចង់សួរទៅខាងបងវិញសួរថាតើក្រុមហ៊ុនរបស់បងមានការឈើនិងទំនៀមទម្លាប់លក្ខណៈធ្វើការបែបម៉េចស្រួលបងអូនសម្របខ្លួននៅពេលដែលបងអូនធ្វើការឥឡូវបងនិយាយពីក្រុមហ៊ុនរបស់បងហ្មងក្រុមហ៊ុនរបស់បងជាប្រភេទក្រុមហ៊ុនមួយដែលធ្វើការភាគច្រើនធ្វើការជាក្រុមដែលចូលចិត្តខាង support គ្នាមិនថាផ្នែកលក់ឬក៏ផ្នែក accounting ឬក៏ខាងផ្នែក therapy អីជាដើមពួកគាត់ចូលចិត្ត support គ្នាអត់ខាងការងារទៅមកឯណាហើយនៅពេលដែលទម្លាអីចឹងពួកគាត់តែងតែស្វែងយល់គ្នាជាដើមហើយការនិយាយស្ដីឬក៏ការធ្វើការងារអនុវត្តជាក់ស្ដែងគឺពួកគាត់អត់សូវប្រកាន់វណ្ណៈគ្នាទេឧទាហរណ៍ថាពួកគាត់ខាងនៃឆ្មាត់អីចឹងនៅពេលដែលចប់ការងារឬក៏នៅក្នុងម៉ោងការងារអីចឹងពួកគាត់អត់សូវប្រកាន់ខាងការនិយាយស្ដីអីផ្សេងៗទេចាអញ្ចឹងអូនអាចស្មានបានទេបើសិនជាអូនជាប់នៅក្នុងក្រុមហ៊ុនរបស់បងណាអូនរំពឹងប្រាក់ខែបានដែរចាបងចំពោះខ្ញុំរំពឹងចន្លោះពី$350ទៅ$400ទៅតាមបទពិសោធន៍ការងាររបស់បងអូនហើយនឹងតាមសមត្ថភាពជាក់ស្ដែងដែលបងអូនអាចធ្វើការទៅខាងបងបានចាំគ្នាយើងអស់សំណួរហើយណាចាអូខេអញ្ចឹងបន្ទាប់ពីសម្ភាសហើយមួយសប្តាហ៍ក្រោយពួកបងនឹងតាក់ទងកាន់អូនវិញណាចាជិតអស់សំណួរចាសូមជម្រាបលាបងចូលមកពីចូលលហើយចូលលហើយអត់ហត់គេហៅទេពាក់អានេះហ្នឹងពាក់អានេះ
ជំរាបសួរបងអរគុណបង សួស្តីបង ហើយអាចចាប់បានណាណោះ ចាបង ហើយបងសុំតាមខ្លួនបងមុនណោះបងឈ្មោះនីមូលកាបងកាន់ផ្នែក Human Resource នៅក្រុមហ៊ុន MK Ltd ហើយខាងនេះគាត់ឈ្មោះសតពិសីគាត់កាន់ផ្នែកSales Management ហើយខាងនេះគាត់ឈ្មោះមានឈ្មោះត្រង់ណាវិនគាត់កាន់ផ្នែកAccounting Management ឥឡូវជួយអូនណែនាំខ្លួនបងអូនម្ដង ចាជាដំបូងសូមជំរាបសួរបងម្ដងទៀតខ្ញុំឈ្មោះមានចន្ទទេបច្ចុប្បន្នខ្ញុំរស់នៅទីក្រុងភ្នំពេញហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអេស៊ីលីដាខ្ញុំរៀនថ្នាក់បញ្ញាបត្រហើយរៀនខាងជំនាញ Accounting នៅឆមាសទី1ឆ្នាំទី3ខ្ញុំក៏មានបទពិសោធន៍ការងារខ្លះៗដែរដោយសារពីមុនខ្ញុំធ្លាប់ធ្វើជាបុគ្គលិក Customer Service ចា៎ ហើយជូនអូនអាចប្រាប់បងបានទេថាកត្តាអ្វីដែលជំរុញឲ្យក្រុមហ៊ុនរបស់បងហ្នឹងត្រូវការយកអូនមកធ្វើជា Sales Leader ក្នុងក្រុមហ៊ុនរបស់បង ចាបងមូលហេតុដែលតម្រូវក្រុមហ៊ុនរបស់បងជ្រើសរើសយកប្អូននោះដោយសារតែប្អូនមានជំនាញតាក់ទងនឹងតម្រូវការរបស់ក្រុមហ៊ុនរបស់បងកំពុងតែត្រូវការហើយមួយវិញទៀតប្អូនក៏អាចចូលរួមដោះស្រាយនៅបញ្ហាផ្សេងៗដែលកើតមានឡើងនៅកន្លែងក្រុមហ៊ុនបានដែរហើយម្យ៉ាងវិញទៀតប្អូនជាមនុស្សដែលម៉ត់ចត់នៅក្នុងការងារអញ្ចឹងប្អូនជឿជាក់ថាខ្លួនឯងអាចនាំនៅលទ្ធផលល្អសម្រាប់ក្រុមការងាររួមទាំងក្រុមហ៊ុនទាំងមូលបានផងដែរ បងមានសំណួរ3សំណួរសម្រាប់សួរទៅខាងបងសំណួរទី1ក្នុងនាមយើងជាអ្នកដឹកនាំត្រូវធ្វើដូចម្តេចដើម្បីឲ្យកូនចៅរបស់យើងក្នុងក្រុមការងាររបស់យើងនោះគាត់ស្ដាប់បាននិងធ្វើការ ចាបងក្នុងនាមជា Sales Leader ម្នាក់ដើម្បីចង់ឲ្យក្រុមការងាររបស់យើងហ្នឹងគាត់ធ្វើតាមនិងស្ដាប់តាមយើងហ្នឹងយើងគួរតែដឹកនាំក្រុមមួយហ្នឹងដោយយុត្តិធម៌និងភាពស្មើភាពគ្នាហើយយើងគួរតែបង្កើតនៅទំនុកចិត្តលើគ្នាទៅវិញទៅមកហើយកំណត់គោលដៅរួមមួយហើយមួយទៀតយើងគួរតែលើកទឹកចិត្តទៅដល់បុគ្គលិកផ្សេងៗទៀតឲ្យមានភាពស្មើគ្នា តើធ្វើដូចម្តេចដើម្បីឲ្យការលក់របស់យើងនោះទទួលបានជោគជ័យ ចាបងសម្រាប់ការលក់ដើម្បីឲ្យទទួលបានភាពជោគជ័យយើងគួរតែទី1ជាចំណុចសំខាន់បំផុតនោះគឺយើងត្រូវស្វែងយល់ពីតម្រូវការរបស់អតិថិជនអញ្ចឹងពេលដែលយើងដឹងពីតម្រូវការអតិថិជនហើយយើងគួរតែជួបពិភាក្សាជាមួយគាត់ផ្ទាល់និង detail ពីបញ្ហាដែលគាត់ជួបហ្នឹងឲ្យមានដំណោះស្រាយមួយបានយ៉ាងល្អដោយជាមួយនឹងភាពរួសរាយរាក់ទាក់សម្ដីទន់ភ្លន់ជាមួយនឹងអាកប្បកិរិយាល្អផងដែរ ហើយសម្រាប់គាត់បើសិនបើនៅកន្លែងការងាររបស់យើងនោះយើងធ្វើការក៏មានសម្ពាធថាត្រូវធ្វើដូចម្តេច ចាបងសម្ពាធសម្រាប់ខ្ញុំទុកវាជាផ្នែកមួយដើម្បីទទួលបានភាពជោគជ័យអញ្ចឹងនៅពេលដែលជួបបញ្ហាទាំងអស់ហ្នឹងខ្ញុំមានវិធីសាស្ត្រពីរយ៉ាងសម្រាប់ខ្លួនឯងដើម្បីដោះស្រាយវាដោយទី1គឺខ្ញុំការកំណត់គោលដៅការងារអញ្ចឹងនៅពេលដែលការងារវាចូលមកជាមួយគ្នាស្របពេលមួយគ្នាខ្ញុំនឹងដាក់ plan ទៅលើការងារមួយហ្នឹងអញ្ចឹងពេលដែលខ្ញុំដាក់ plan ហ្នឹងហើយខ្ញុំនឹងដឹងច្បាស់ខ្លួនឯងថាត្រូវដោះស្រាយមួយណាទៅធ្វើអ្វីមុនហើយមួយទៀតគឺការរក្សាស្មារតីការរក្សាចិត្តឲ្យមានភាពស្ងប់ស្ងៀមយើងអត់ល្អឬក៏ជះកំហឹងនឹងអារម្មណ៍ stress ហ្នឹងទៅលើបុគ្គលិករបស់យើងនិងអ្នកដែលនៅជុំវិញខ្លួនរបស់យើង ចាំបងមានអីសួរប្រកាន់ខ្លួន ចាបងមានពីរសំណួរបងដោយសំណួរទី1ហ្នឹងខ្ញុំចង់សួរថាតើបងអាចប្រាប់ខ្ញុំបានអត់ពី team ដែលនឹងត្រូវធ្វើការជាមួយខ្ញុំ អូខេដូចចាំអូនអត់ឲ្យមកខាងលក់អញ្ចឹងការផ្នែកលក់ភាគច្រើនគាត់ផ្ដោតទៅលើការលក់របស់គាត់ជាចម្បងអញ្ចឹងភាគច្រើនពួកគាត់ជាប្រភេទក្រុមមួយដែល support team គ្នាទៅមកអញ្ចឹងវាជាផ្នែកមួយដែលជំរុញឲ្យបងអូនហ្នឹងត្រូវទៀមទាថាត្រូវតែធ្វើការយ៉ាងណាត្រូវតែសហការគ្នាក្នុងក្រុមរបស់ខ្លួនណា ចាបងហើយខ្ញុំមានសំណួរមួយទៀតដែរខ្ញុំចង់សួរថាបើសិនជាខ្ញុំខ្លាចជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់បងតើក្រុមហ៊ុនរបស់បងអាច
មានអ្វីខ្លះសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំ អូខេដោយសារបងអូនមានសមត្ថភាពខ្លះដែរហើយអញ្ចឹងនៅពេលដែលបងអូនចូលមកកាន់ក្រុមហ៊ុនបងខាងផ្នែកលក់នេះជាដើមអញ្ចឹងបងអូនអាចទទួលបានចំណេះដឹងទី1គឺជំនាញខាងផ្នែកគ្រប់គ្រងខាងដឹកនាំក្រុមទៅកាន់ធ្វើមិនឲ្យសម្រាប់លើគោលដៅរបស់ខ្លួនទី2គឺជំនាញផ្នែកលក់ឲ្យកាន់តែច្បាស់លាស់ខាងលក់អញ្ចឹងណាបងហើយបន្ទាប់មកទៀតគឺការធ្វើការងារជាក្រុមដែលភាគច្រើនគឺផ្ដោតទៅលើការងារក្រុមជាសំខាន់អញ្ចឹងចាហើយនៅមាន benefit ជាច្រើនទៀតដែលខាងក្រុមរបស់បងដល់ឡើយអញ្ចឹងហើយសំណួរចុងក្រោយរបស់បងគឺអូនអាចប្រាប់បងបានទេអូនមានប្រាក់ខែប៉ុន្មានដែរ ចាបងសម្រាប់រឿងប្រាក់ខែហ្នឹងដោយយោងតាមសមត្ថភាពដែលខ្ញុំមានខ្លះដែរហើយណាមួយខ្ញុំ apply មកខាងបងហ្នឹងក៏ដើម្បីស្វែងយល់និងសិក្សាអំពីសមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងផងដែរអញ្ចឹងវាអាចចន្លោះពី350ទៅ400 សំណួររបស់បងចប់ទៅដល់ហើយហើយដល់បងមានតែកុំការអូនវិញនៅរយៈពេលមួយសប្តាហ៍ក្រោយណាចាអរគុណជំរាបលាបង รีบสู้บองเอาคนฉลาดจากนั้นជាបងសូមណែនាំខ្លួនរបស់បងជាមួយសិនបងឈ្មោះនីមូលីកាបងកាន់ផ្នែក Human Resource នៅក្រុមហ៊ុន MK Call Ltd ហើយខាងនេះគាត់ឈ្មោះសតវិស័យគាត់កាន់ផ្នែក Sales Management ហើយខាងនោះគាត់ឈ្មោះត្រាំងណាវិញគាត់កាន់ផ្នែក Accounting Management ហើយឥឡូវជួយអូនណែនាំខ្លួនរបស់អូនម្ដងជំរាបសួរបងនេះខ្ញុំឈ្មោះស៊ូស៊ីឡាយនេះនេះពេលបច្ចុប្បន្នខ្ញុំកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យអេស៊ីដាពាណិជ្ជកម្មពាណិជ្ជសាស្ត្រមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ការងារចំនួន3កន្លែងហើយកន្លែងទី1ហ្នឹងខ្ញុំធ្វើជា cashier នៅហាងកាហ្វេមួយខ្ញុំធ្វើបានរយៈពេល3ខែបន្ទាប់មកបទពិសោធន៍ទី2ខ្ញុំបានចូលបម្រើការងារជា cashier ដដែលនៅកន្លែងបម្រើលក់ទឹកអប់ហើយនេះពេលបច្ចុប្បន្ននេះខ្ញុំកំពុងតែធ្វើ cashier នៅកន្លែងលក់សម្លៀកបំពាក់មួយកន្លែងកត្តាដែលជំរុញឲ្យបងអូនសម្រេចគោលដៅខ្លួនឯងវាជាក្តីសម័យនិងដើម្បីបំពេញគោលបំណងបងអូនដែលចង់ក្លាយជាគណនេយ្យករមួយរូបនាពេលបច្ចុប្បន្នក៏ដូចជាវាជាការងារចំណងចំណូលចិត្តនិងទេពកោសល្យដែលបងអូនស្រឡាញ់ដើម្បីជួយរកប្រាក់ចំណូលដើម្បីជួយសម្រាប់បន្ទុកគ្រួសារនិងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនហ្នឹងបាទចឹងអូនអាចប្រាប់បងបានទេថាតើបងអូនដោះស្រាយបញ្ហាតែកំពុងបានជួបជាក់ស្ដែងក៏ដូចជាសម្ពាធនៅក្នុងការងារអូនអាចដោះស្រាយបានយ៉ាងអស់ណាស់ដែរចាបងសម្រាប់ពេលមានសម្ពាធខ្ញុំគិតថាយើងគួរតែរៀបចំអត្ថប្រយោជន៍ការងារនិងកំណត់ពេលវេលាឲ្យបានច្បាស់លាស់ផ្ដោតលើដំណោះស្រាយបញ្ហាជាជាងផ្ដោតលើដំណោះស្រាយជាជាងបញ្ហាបងនិងគួរតែមានមតិយោបល់ជាមួយមិត្តរួមការងារដើម្បីស្វែងរកទស្សនៈថ្មីគឺជាកំណត់ត្រានៃប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធគណនេយ្យដែលបង្ហាញគណនេយ្យឥណទាននិងឥណពន្ធរបស់ចុះនៅពេលដែលក្រុមហ៊ុនមួយយើងរកប្រាក់ពេញ equipment អស់$2,000ហើយយើងត្រូវចុះបញ្ជីការធ្វើពីហ្នឹងមិនខ្លាំងយើងគួរចុះ debit equipment ហ្នឹង$2,000និងសាច់ប្រាក់ឥណទាន$2,000ចាំពួកបងអស់សំណួរប៉ុណ្ណឹងហើយចុះបងមានអីចង់សំខាន់បងបងមានសំណួរមួយបងចង់ថាបើការធ្វើការងារជាក្រុមនៅក្នុងក្រុមហ៊ុនរបស់បងមានលក្ខណៈបែបណាដែរការធ្វើការងារជាក្រុមនៅក្នុងក្រុមហ៊ុនរបស់បងហ្នឹងភាគច្រើនគឺប្រភេទsupport គ្នាទៅមកចេះជួយការងារគ្នាប្រកបការងារហ្នឹងជាការងារអីទេអ្នកការខាងផ្នែក sale ក៏ដូចជា back office
ជាប់នៅក្នុងក្រុមហ៊ុនរបស់បងអូននឹងរំពឹងខាងណា សម្រាប់ប្រាក់ខែបងអូនតាមសមត្ថភាពជាក់ស្ដែងនិងបទពិសោធន៍បងអូនកន្លងមកបងអូននឹងពឹងពី$400ទៅ$500មក ចឹងអស់ហើយនៅណាវិញអូខេចឹងពួកបងអត់សម្រួលត្រឹមប៉ុណ្ណឹងហើយអរគុណច្រើន ជំរាបលា ជ្រាបសួរបងចាបងសិរីធំអរគុណបងចាស្ដីបង ចឹងបងចាប់តាបងសុំណែនាំខ្លួនពីបងបងណា ចាបង បងឈ្មោះនីមួយកាបងតាមផ្នែក Marisol នៅក្រុមហ៊ុន MK LTD ហើយនេះគាត់ឈ្មោះសោពិសីគាត់តាមផ្នែក Sales Management ហើយខាងនោះគាត់ឈ្មោះត្រាំងណាវិញគាត់តាមផ្នែកខាង Accounting Management ចាបង ឥឡូវជិះបងនិសាជួយណែនាំខ្លួន ចាជ្រាបសួរបងនេះខ្ញុំឈ្មោះបងនិសាបច្ចុប្បន្នហ្នឹងខ្ញុំរស់នៅរាជធានីភ្នំពេញនៅខណ្ឌសែនសុខបងហើយបច្ចុប្បន្នហ្នឹងក៏ខ្ញុំសិក្សាដែរបងសិក្សានៅសាកលវិទ្យាល័យអេស៊ីលីដាផ្នែក Accounting ឆ្នាំទី3បងហើយចំពោះបទពិសោធន៍ខ្ញុំហ្មងគឺខ្ញុំធ្លាប់ធ្វើបទពិសោធន៍ផ្នែកលក់ជាច្រើនកន្លែងដូចជាផ្នែកលក់អាហារនៅផ្សាររាត្រីផ្នែកលក់គ្រឿងសំណង់នៅបរសៃកែវហើយនិងផ្នែកលក់គ្រឿងសម្អាងនៅទួលស្កែបងចំពោះបទពិសោធន៍ខ្ញុំមានប៉ុណ្ណឹងបង ខ្ញុំសូមសួរអូនមួយសំណួរ ចា តើអ្វីដែលជំរុញឲ្យបងអូនបានសម្រេចគោលដៅ ចាដើម្បីជំរុញគោលដៅឲ្យខ្ញុំសម្រេចនឹងគោលដៅរបស់ខ្ញុំហ្នឹងខ្ញុំចង់អភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរហើយចំពោះអនាគតរបស់ខ្ញុំហ្នឹងឲ្យកាន់តែរីកចម្រើនហើយណាមួយទៀតខ្ញុំចង់ជួយគ្រួសារនិងសង្គមជាតិយើងឲ្យកាន់តែល្អប្រសើរថែមទៀតបងហើយលើសពីនេះវាមានការជំរុញពីថ្នាក់ដឹកនាំមិត្តរួមការងារលើកទឹកចិត្តខ្ញុំឲ្យអញ្ចឹងទៅឲ្យខ្ញុំខិតខំប្រឹងប្រែងធ្វើការដើម្បីសម្រេចគោលដៅដែលបានកំណត់អញ្ចឹងបង ចឹងនិសាអូនអាចប្រាប់បងបានទេថាចំណុចខ្លាំងរបស់អូនអីគេហើយចំណុចខ្សោយរបស់អូនអីគេដែរ ចាកូនបងសម្រាប់ចំណុចខ្លាំងរបស់ខ្ញុំហ្នឹងការតាក់ទងជាមួយនឹងអតិថិជនតាក់ទងជាមួយមនុស្សផ្សេងៗដែលនៅខាងក្រៅហើយស្គាល់ពីផលិតផលមួយដែលខ្ញុំធ្លាប់ធ្វើការខ្ញុំអាចលក់អាចមានភាពរស់រាយរាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួនដោយមិនកាត់តូមទេហើយចំណុចខ្សោយរបស់ខ្ញុំហ្នឹងបទពិសោធន៍របស់ខ្ញុំហ្នឹងអត់សូវមានច្រើនអីណាទេហើយសម្រាប់ភាពអៀនខ្មាស់របស់ខ្ញុំក៏នៅមានកម្រិតដែរបងហើយខ្ញុំនឹងព្យាយាមកែតម្រូវចំណុចខ្សោយរបស់ខ្ញុំហ្នឹងឲ្យកាន់តែល្អប្រសើរបង អូខេចឹងបងមានពីរសំណួរទៀតសម្រាប់សួរអូន ចាបង តើគុណធម៌នៃការលក់មានអីខ្លះអូនអាចជួយប្រាប់បង ចាបងគុណធម៌នៃការលក់ហ្នឹងយើងត្រូវស្គាល់យើងត្រូវដឹកនាំនៃការលក់របស់យើងហ្នឹងឲ្យកាន់តែល្អប្រសើរយើងត្រូវចេះធ្វើ marketing តាមទូរស័ព្ទហើយយើងត្រូវចេះធ្វើការងារជាក្រុមការងារជាការងារការលក់នឹងជាអន្តរជាតិការលក់ដោយផ្ទាល់ទៅជាមួយនឹងអតិថិជនតាមអនឡាញអីចឹងទៅបងការធ្វើទីផ្សារអីចឹងទៅបង មួយសំណួរទៀតតើជំនាញនៃការលក់គឺជាអ្វី ចាបងជំនាញនៃការលក់នឹងគឺជាការដល់ឲ្យដល់អតិថិជនការជំនាញនៃការលក់ហ្នឹងគឺយើងត្រូវស្គាល់ពីអតិថិជនថាគាត់នឹងចង់បានអីយើងត្រូវផ្សព្វផ្សាយអីបណ្ដោះបណ្ដាលអីដល់គាត់ថាគាត់នឹងចង់បានអីយើងត្រូវយល់ដឹងពីតម្រូវការរបស់អតិថិជនថាគាត់ចង់បានអីអីចឹងទៅបង ចាបងសំណួរទី1ដែលខ្ញុំចង់សួរហ្នឹងនៅក្នុងក្រុមហ៊ុនបងហ្នឹងបរិយាកាសដែលសម្រាប់បរិយាកាសនៅក្នុងក្រុមហ៊ុនបងហ្នឹងមិនដែរបងសម្រាប់ខ្ញុំចូលទៅណា អូខេបរិយាកាសដែលអូនចូលទៅមកកាន់ក្រុមហ៊ុនបងភាគច្រើននៅក្នុងក្រុមហ៊ុនបងធ្វើការងារជាក្រុមហើយគាត់ support គ្នាជាពិសេសផ្នែកលក់ផ្ទាល់ហ្មង ចាបង អញ្ចឹងពីខាងពួកបងទៅនៅពេលដែលអូនចូលមកគឺទាមទារឲ្យអូន
សំណួរប៉ុណ្ណឹងហើយប៉ុន្តែនៅសល់មួយទៀតតទៅមួយប្រាក់ខែបើសិនជាអូនជាប់នៅក្នុងក្រុមហ៊ុនបងអូននឹងប៉ុន្មានដែរ ចាបងសម្រាប់ប្រាក់ខែខ្ញុំតាមបទពិសោធន៍របស់ខ្ញុំហ្មងហើយតាមការដែលបងចាក់ស្ដែងដែលខ្ញុំធ្វើការហ្មងខ្ញុំអាចសុំបងពីចន្លោះ300ទៅ350តាមសមត្ថភាពរបស់ខ្ញុំអញ្ចឹងណាបងចា បងអត់សំណួរទៅប៉ុណ្ណឹងហើយអញ្ចឹងអរគុណច្រើន ចាអរគុណបងចាជម្រាបលាបងលាលោកគ្រូ